សួស្តីអ្នកទាំងអស់គ្នានៅកម្ពុជាអាកាសធាតុខុសប្រក្រតីហើយទឹកស្រោចស្រពក៏ខ្វះខាតដូច្នេះបើយើងដាំស្រូវមិនបានត្រឹមត្រូវទេងាយនឹងបាត់បង់ដំណាំថ្ងៃនេះខ្ញុំនឹងចែករំលែកពីរបៀបរៀបចំដីជ្រើសរើសគ្រាប់ពូជនិងរក្សាទឹកយ៉ាងមានប្រសិទ្ធភាពតាំងពីដើមរដូវមកផ្នែកទី1ការកំណត់ពេលវេលានិងបច្ចេកទេសនៃការរៀបចំដីពេលវេលាដ៏ល្អបំផុតក្នុងការរៀបចំដីគឺនៅពេលដែលមានភ្លៀងធ្លាក់ដំបូងនៃរដូវដីមានសំណើមគ្រប់គ្រាន់ហើយមិនរឹងទៀតទេកសិករគួរដាក់ជីជាមួយជីសរីរាង្គឈរឬជីដែលធ្វើឲ្យប្រសើរឡើងនៅដើម្បីបន្សាបដីអាស៊ីតស៊ុលហ្វាតនិងដីអាស៊ីតតម្លៃនៃមីក្រូរារាង្គបង្កើនបរិមាណសារធាតុចិញ្ចឹមផ្ដល់ humus ដល់ដីទល់ឲ្យភាពស្ដីពង្រឹងអតិសុខុមប្រាណដែលមានប្រយោជន៍នៅក្នុងដីរារាំងអតិសុខុមប្រាណដែលបង្កគ្រោះថ្នាក់ជួយឲ្យរុក្ខជាតិលូតលាស់មានតុល្យភាពនិងស្ថិរភាពបង្កើនភាពធន់របស់រុក្ខជាតិចំពោះលក្ខខណ្ឌបរិស្ថានមិនល្អគ្រោះរាំងស្ងួតភ្លៀងធ្លាក់ខ្លាំងកំណត់ការប្រើប្រាស់ជីអស់រារាង្គសន្សំសំចៃទឹកស្រោចស្រពបង្កើនគុណភាពផលិតផលកសិកម្មផ្នែកទី2ការជ្រើសរើសគ្រាប់ពូជនិងដំណើរការគ្រាប់ពូជការប្រៀបធៀបគ្រាប់ពូជប្រពៃណីគ្រាប់វែងងឹតពូជដែលប្រសើរឡើងឯកសណ្ឋានគ្រាប់ភ្លឺពូជបុរាណច្រើនតែមានក្លិនក្រអូបប៉ុន្តែផ្ដល់ទិន្នផលទាបនិងមានអាយុវែងពូជដែលត្រូវបានកែលម្អដូចជាអម5451និងអម18គឺមានរយៈពេលខ្លីធន់នឹងជំងឺនិងសមរម្យសម្រាប់លក្ខខណ្ឌខ្វះទឹកមុនពេលសាបព្រោះគ្រាប់ពូជគួរតែត្រូវបានត្រាំនិងព្យាបាលដោយ Emmenogol 15 សដើម្បីបង្កើនអត្រាដំណុះនិងរុក្ខជាតិដែលមានសុខភាពល្អតាំងពីដំបូងផ្នែកទី3ការគ្រប់គ្រងស្មៅបន្ទាប់ពីសាបព្រោះបានរយៈពេល3ទៅ5ថ្ងៃនៅពេលដែលស្មៅចាប់ផ្ដើមដុះកសិករត្រូវបាញ់ថ្នាំស្មៅ Bithecol 500X ដើម្បីសម្លាប់ស្មៅដែលមិនមានជាតិពណ៌ដូចជាស្មៅ Cogon ស្មៅកន្ទុយ Phoenix និងស្មៅផលិតផលនេះមានសុវត្ថិភាពសម្រាប់ស្រូវមិនបង្កស្មៅនិងជួយរក្សាវាលស្រែគ្មានស្មៅតាំងពីដើមនៅពេលដែលស្រូវមានអាយុ10ថ្ងៃឬចាស់ជាងនេះហើយស្មៅស្រូវលេចឡើងជាពិសេសនៅតំបន់ស្ងួតកសិករគួរប្រើ Rain-Gran 460 សដើម្បីបាញ់និងសម្លាប់ស្មៅស្រូវប្រសិនបើស្មៅក្រាស់បាញ់ក្នុងកម្រិត 5-10 ហិកតាបើស្មៅតូចបាញ់ 3-10 ហិកតា Rain-Gran 460 សមានសារធាតុសកម្ម Bentazone និង Mispe ជាពិសេសព្យាបាលស្មៅនិងស្មៅស្លឹកធំមិនបណ្ដាលឲ្យស្លឹកស្រូវលឿងនៅតំបន់ដែលមានស្មៅដុះលូតលាស់ខ្លាំងកសិករគួរប្រើល្បាយនៃសារធាតុសកម្ម Benzofuran Methyl 63 kg Quinclorac 343 kg Cihalofop 1 kg ដើម្បីបាញ់សម្លាប់ស្មៅបន្ទាប់ពីបាញ់ថ្នាំរួចទុកវាលស្រែឲ្យស្ងួតរយៈពេល1-2 ថ្ងៃដើម្បីឲ្យថ្នាំមានប្រសិទ្ធភាពបន្ទាប់មកបន្ថែមទឹកទៅក្នុងស្រែដើម្បីកម្ចាត់ស្មៅអនុវត្តតាមដំណើរការបាញ់ថ្នាំនិងកម្រិតថ្នាំត្រឹមត្រូវនឹងជួយកសិករគ្រប់គ្រងស្មៅប្រកបដោយប្រសិទ្ធភាពការពារទិន្នផលស្រូវនិងសន្សំសំចៃលើការចំណាយលើការដាំដុះសូមជូនពរឲ្យអ្នកប្រមូលផលដ៏សម្បូរបែបផ្នែកទី4ការគ្រប់គ្រងទឹកឆ្លាតវៃនៅតំបន់ដែលខ្វះខាតប្រព័ន្ធធារាសាស្ត្ររាល់ដំណក់ទឹកភ្លៀងមានតម្លៃដូចមាសដើម្បីថែរក្សាប្រភពទឹកដ៏មានតម្លៃនេះប្រជាពលរដ្ឋត្រូវមានវិធានការដូចខាងក្រោមសាងសង់ទំនប់ទឹកឲ្យរឹងមាំជួយការពារទឹកមិនឲ្យហូរចេញពីស្រែជាពិសេសមានសារៈសំខាន់ក្នុងរដូវប្រាំងការភ្ជួរដីឲ្យបានហ្មត់ចត់បង្កើតផ្ទៃវាលរាបស្មើជួយឲ្យទឹកចែកចាយស្មើគ្នានិងជ្រាបចូលជ្រៅទៅក្នុងដីកាត់បន្ថយការបាត់បង់ Lemingay Tiu Tit Adgenki Mung Tit Kim Theng Meng Ben Skimmed Vlabai Hai Điều De Pentip Theo Ching Taste Chias Nung Mo Chim Skala Trong Jie on Sing Trung Ning Sat Kaunet Nkon Kang Bo Nung Theng Tin Hichna